Bạnអនុញ្ញាតក្រុមនឹងជំរាបសួរពុកម៉ែបងប្អូនបាទនេះពុកម៉ែបងប្អូនថ្ងៃនេះមានវត្ថុ3ពិសេសពុកម៉ែបងប្អូនយកមកបង្ហាញចែកជូនពុកម៉ែបងប្អូនទស្សនាលេងកម្សាន្តបាទនេះពុកម៉ែបងប្អូនទី1នេះគឺជាភាសាអង់គ្លេសគេហៅថា Orange Calcite Orange Calcite គឺជាល្បាយកើតឡើងជាពណ៌ទឹកក្រូចបាទចឹងពណ៌នេះបើសិនយើងមើលពីក្រៅចឹងមិនទឹកក្រូចទេបងប្អូនប៉ុន្តែនៅពេលដែលយើងចាក់ពន្លឺចូលបានជាពណ៌ទឹកក្រូចបាទហើយសម្រាប់Orange Calcite នេះដែរបងប្អូនអាយុកាលក៏មិនតិចដែរណាបងប្អូនខ្ញុំសិក្សាស្រាវជ្រាវទៅប្រហែលជាចូលដល់ទៅ350លានឆ្នាំបាទហើយមួយដុំនេះធ្ងន់ណាស់ណាបងប្អូននេះឃើញចេះធ្ងន់ណាស់ប៉ុន្តែសាច់មិនជាតាន់ទេបងប្អូនសាច់ដូចរាងផុយបាទប៉ុន្តែនៅដុំចេះពិបាកដំប៉ុន្តែបើសិនជាស្ដើងវិញគឺផុយហ្នឹងបងប្អូនបាទហើយនេះសាច់របស់គេបងប្អូននេះលក្ខណៈដូចនឹងថ្មអាកែតដែរគេយ៉ាវតែអាកែតសាច់តាន់សាច់កញ្ចក់តែនេះសាច់ផុយបើសិនជាយើងកាត់ស្ដើងអាចបាក់បាទតែបើក្រាស់ដុំធំចេះมันងាយតែម្ដងបងប្អូនរឹងកំព្រឹសបាទបងប្អូននឹងមកពីភ្នំកងវ៉ាទៀតដែរដោយសារនៅក្បែរគ្នានឹងថ្មដែលខ្ញុំកលឹងធ្វើជាចិញ្ចៀនលើកមុនហ្នឹងបងប្អូនបាទហើយនេះវត្ថុទី2នេះគឺជាអ្វីមិនដឹងពុកម៉ែបងប្អូនមិនដឹងជាចាស់បុរាណយើងគាត់សាងមកដើម្បីដាក់អីអត់ដឹងដែរបងប្អូនអត់ដឹងច្បាស់ប៉ុន្តែលក្ខណៈពិសេសនោះបងប្អូននេះគឺមានទឹកមាសបាទទឹកមាសហើយមាសហ្នឹងមិនជាក្រាស់ប្រហែលទេបងប្អូនស្ដើងដែរហើយខ្ញុំយកទៅដុសដាក់មើលនឹងទឹកអាស៊ីតគឺមាសមែនបាទស្ដើងនៅខាងក្នុងចំណុចខាងក្រៅអត់មានមាសទេបាទអត់មានមាសនៅក្រៅច្រើនទេមាននៅខាងក្នុងច្រើនដូចនៅខាងក្នុងហ្នឹងគឺដូចគាត់ធ្វើដើម្បីនឹងដាក់តាំងអ្វីមួយយ៉ាងតាមមើលដូចជាលក្ខណៈសម្រិតហ្នឹងបងប្អូនបាទហើយមួយទៀតបងប្អូននេះគឺជាត្បូងទទឹមបងប្អូនបាទត្បូងទទឹមហើយរបស់ម៉ែក្មេកខ្ញុំទេបងប្អូនម៉ែក្មេកខ្ញុំគាត់មាន2គ្រាប់ប៉ុន្តែមួយគ្រាប់ទៀតនោះទំហំប្រហែលជាប្រប៉ិនកូនដៃខ្ញុំប្រហែលចិត្តពាក់កណ្ដាលថ្នាំងដៃបងប្អូនទំហំធំដែរបាទពាក់កណ្ដាលថ្នាំងដៃជ្រុះចូលទឹកបាត់បងប្អូនហើយនៅសល់មួយគ្រាប់នេះតូចហើយពណ៌ក៏ស្អាតដែរណាបងប្អូនខ្ញុំចាក់ពិលជូនបងប្អូនទស្សនាលេងកម្សាន្តបាទនេះបងប្អូននេះស្អាតមែនតើដូចទទឹមយើងចាស់តែហៅថាត្បូងទទឹមហ្នឹងគឺក្របពណ៌ដូចទទឹមយើងអញ្ចឹងបងប្អូនដូចផ្លែកទឹមយើងណាក្របផ្លែកទឹមបាទហើយមួយគ្រាប់នេះឡតដាច់ទាំងអស់ឆៅបងប្អូនត្បូងនេះត្បូងឆៅទេអត់មានបានតន់ដុតឆ្លងកាត់ការដុតអីទេបងប្អូនម៉ែក្មេងខ្ញុំគាត់រក្សាទុកប្រហែលជា30ឆ្នាំជាងហើយបាទសាច់ស្អាតមែនតើមកគ្រាប់ប៉ុណ្នេះក៏មិនថោកដែរបងប្អូនសាច់ឡតចេះអាចបាន3-4,000 ដុល្លារដឹងប៉ុន្តែស្ដាយមែនតើអាគ្រាប់ធំស្ដាយអាគ្រាប់ធំដែលគាត់ថាជ្រុះចូលទឹកបាត់ជ្រុះលុយដុល្លាររាប់លានដុល្លារបងប្អូនហើយគាត់ថាសាច់ឡតស្អាតដូចគ្នាចឹងអត់មានឆាំងអត់មានអីទេ
គាត់ទុកបាទបងប្អូនថ្ងៃនេះមានវត្ថុពិសេស2 3មុខនេះមកចែករំលែកដល់ពុកម៉ែបងប្អូនទស្សនាលេងកំសាន្តបាទបងប្អូនអរគុណច្រើនបងប្អូនបាទជម្រាបលាបាទ